កាលពីព្រេងនេះមានកំឡោះ4នាក់បានមូលគំនិតគ្នាដើររកបោកប្រាស់អ្នកស្រុកដើម្បីយកទ្រព្យសម្បត្តិស្ដាប់ឲ្យច្បាស់យប់នេះយើងត្រូវតែបានលុយពីតាយាយឲ្យខានតែបានតែខ្ញុំលើថាតាមបាប់ជាមនុស្សចិត្តខ្លាំងណាស់មិនងាយបោកបានទេកុំបារម្ភខ្ញុំមានមន្តស្នេហ៍អាចធ្វើឲ្យអ្នកណាក៏ស្រឡាញ់ខ្ញុំបានដែរកុំប្រហែសត្រូវប្រុងប្រយ័ត្នឲ្យមែនទែនបើមានបញ្ហាយើងអាចជាប់គុកបានគ្មានអ្នកណាចាប់យើងបានទេខ្ញុំមានគម្រោងរួចហើយសូមជូនរឿងអ្នកភូតកុហកនិងតាយាយពួកគេបានធ្វើដំណើរឆ្ពោះទៅផ្ទះតាម៉ាប់និងយាយនួនដោយមានគំនិតអាក្រក់ពេញក្នុងខ្លួនផ្ទះនោះហើយមើលទៅសមសួននឹងអ្នកមានទ្រព្យសម្បត្តិមែនយើងត្រូវធ្វើជាមនុស្សកំសត់គួរឲ្យអាណិតខ្ញុំនឹងយំឲ្យគេអាណិតតែម្ដងកុំធ្វើជ្រុលពេកធ្វើមិនឲ្យសមនឹងសាច់រឿងទៅបានហើយពេលទៅដល់ពួកគេបានធ្វើជាមនុស្សល្អស្លូតបូតចូលទៅសុំស្នាក់នៅជាមួយលោកតានិងលោកយាយលោកតាលោកយាយពួកយើងជាអ្នកដំណើរមកពីស្រុកឆ្ងាយណាស់ពេលនេះលំបាកខ្លាំងណាស់គ្មានលុយកាក់អ្វីទេសូមលោកតាលោកយាយមេត្តាអនុគ្រោះឲ្យស្នាក់នៅមួយយប់ផងអូអាណិតណាស់មកពីឆ្ងាយមែនឬផ្ទះតាតូចតែអាចជ្រកបានមកអូបាយទឹកសិនមកចៅយាយមានតែបាយកកទេណាអរគុណលោកតាលោកយាយហើយពួកយើងមិនហ៊ានរំខានទេពេលយប់មកដល់ពួកគេបានអង្គុយជុំគ្នាហូបបាយពីមក៏ចាប់ផ្ដើមសួរពីរឿងទ្រព្យសម្បត្តិរបស់លោកយាយលោកតាលោកយាយរស់នៅទីនេះយូរហើយឬនៅមុខរបរយ៉ាងម៉េចដែរលោកតាលោកយាយតារស់នៅទីនេះតាំងពីក្មេងម្ល៉េះធ្វើស្រែចម្ការចិញ្ចឹមជីវិតធម្មតាទេគ្មានទ្រព្យសម្បត្តិអ្វីទេចៅមានតែដីស្រែប៉ុន្មានកន្លែងហ្នឹងកុំសួរច្រើនពេកនាំឲ្យគេសង្ស័យដើម្បីបញ្ឆោតតាយាយពួកគេក៏ចាប់ផ្ដើមនិយាយរឿងកុហកបោកប្រាស់ផ្សេងកាលពីក្មេងខ្ញុំជាអ្នកចម្បាំងដ៏ខ្លាំងក្លាតែកុំចាត់សត្រូវរាប់រយអ្នកបានតែម្នាក់ឯងមិនតែប៉ុណ្ណោះខ្ញុំអាចហែកឆ្លងសមុទ្របានដោយមិនបាច់មានទូកឡើយរឿងខ្ញុំរឹតតែអស្ចារ្យខ្ញុំអាចនិយាយភាសាសត្វបានខ្ញុំមានមន្តអាគមអាចប្រែក្លាយថ្មជាមាសបានអូចៅឯងពូកែមែនចុះហេតុអ្វីបានជាមកដល់ទីនេះទាំងក៏ច្រកបែបនេះកុំចេះតែជឿគេពេកលោកតាសម័យនេះមនុស្សចេះតែកុហកបោកប្រាស់គ្នាទេពេលព្រឹកឡើងសុកបានលោកមើលតាមណាប់យកប្រាក់ទៅកប់គេក៏គិតក្នុងចិត្តថាយប់នេះនឹងធ្វើការហើយឃើញហើយលុយកប់នៅទីនោះសោះយប់នេះដឹងតែរួចដៃហើយថ្ងៃពួកគេធ្វើជាជួយការងារតាយាយតែក្នុងចិត្តគិតតែពីរឿងរួចលុយប៉ុណ្ណោះធ្វើការនេះហត់ណាស់ពេលណាទៅយប់ដល់ទៅកុំទាន់អាលត្រូវធ្វើជាមនុស្សល្អសិនទៅចាំដល់យប់ស្ងាត់យើងនឹងធ្វើការម្ដងចាំតែខ្ញុំបញ្ជាចុះយប់នេះគ្មាននរណាគេចផុតពីដៃយើងទេ
ពេលយប់មកដល់ពេលដែលតាយាយដេកលក់អស់ពួកគេក៏លោបចុះពីលើផ្ទះទៅជីកកកាយរកលុយ ចំឡែកណាឃើញតាមម៉ាប់កប់នៅទីនេះច្បាស់ណាស់ហេតុអ្វីបានជារកមិនឃើញ ប្រហែលជាគាត់ដឹងខ្លួនមុនហើយមើលទៅ ចប់ហើយគម្រោងយើងបរាជ័យហើយប្រញាប់រត់គេចទៅបើមិនដូច្នោះទេគេនឹងចាប់យើងបាន ពេលព្រឹកឡើងពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតាយាយបានដឹងរឿងនេះអស់ហើយ តាដឹងអស់ហើយរឿងចៅឯងមកបោកប្រាស់តានោះ យ៉ាងម៉េចដែរចៅឯងរកឃើញលុយតាទេ លោកតាលោកយាយសូមអភ័យទោសឲ្យពួកយើងផងពួកយើងលែងហ៊ានទៀតហើយ ពួកយើងសន្យាថានឹងកែខ្លួនលោកតាលោកយាយ ពួកយើងនឹងធ្វើការឲ្យលោកតាលោកយាយដើម្បីសងកំហុសសូមលោកតាលោកយាយមេត្តាប្រោសប្រណីដល់ពួកយើងផង តាអភ័យទោសឲ្យចៅឯងទាំងអស់តែត្រូវចងចាំថាកុំកុហកបោកប្រាស់អ្នកដទៃទៀតត្រូវខំប្រឹងប្រកបរបរសុចរិតវិញទៅ បើចង់មានបានត្រូវតែសន្សំសំចៃកុំខ្ជះខ្ជាយលុយកាក់